ពុកម៉ែបងប្អូននេះគឺជា feedback សាក់សីខាងខ្ញុំពិតប្រាកដតែម្ដងបាទដែលគាត់ប្រើបានផលបានជាបាទគាត់ដាច់សាច់ខ្លាញ់អស់ច្រើនហើយប្រភេទភ្នែកកតុយថ្លានបាទគៀនហើយនៅសល់តែខ្លាញ់កដាលបន្តិចទេក្រាបតសៃក៏អស់ច្រើនដែរបាទឃើញថាបានផលពិតប្រាកដបាទប្រើថ្នាំក្របលេបខាងខ្ញុំពិតប្រាកដតែម្ដងពុកម៉ែបងប្អូនដោយសារមានភ្ញៀវច្រើនអញ្ចឹងគឺខ្ញុំអត់បង្ហាញផុសអស់ទេមានរយៈពេលតែ1ខែ2ខែ3ខែមានជា4 10នាក់បាទជា4 10នាក់បន្តទៅបាទដោយសារអ្នកខ្លះមួយខែគេបាត់អ្នកខ្លះ2អ្នកខ្លះ3អ្នកខ្លះបើសាច់ខ្លាញ់ក្រាស់ឬក៏ទៅតាមជំងឺអ្នកខ្លះកតុយថ្លែនបាទឬក៏ទឹកដក់ឡើងបាយមញោបខូចបាត់ភ្នែកខ្វាក់មាន់អញ្ចឹងយើងអាចប្រើរយៈពេលទៅតាមហ្នឹងបាទអ្នកខ្លះលើសពី3ខែអ្នកខ្លះក្រោម3ខែអ្នកខ្លះមួយខែបាត់ក៏អាចឈប់បានមួយឈុតអស់អីអាចជាហើយក៏យើងអាចឈប់បានអញ្ចឹងឃើញថាសាច់ខ្លាញ់របស់គាត់ដាច់បានគួរសមហើយបាទនៅសល់បន្តិចទៀតទេអញ្ចឹងគាត់ក៏យកបន្តទៀតអញ្ចឹងយើងខំតទៅជាទៅនៅពេលដែលសង់ទីបនឹងថ្នាំបានល្អឆាប់ទទួលអ្នកខ្លះប្រើធូរលឿនមែនបាទប្រើធូរលឿនបាទតែ3 4ថ្ងៃដឹងផលហើយបន្ទាប់មកគាត់ប្រើបន្តទៅបានតែកន្លះខែគាត់បាន 50% អ្នកខ្លះអស់តែមួយខែជ្រះអស់ក៏អាចឈប់បានអ្នកខ្លះ2អ្នកខ្លះ3ទៅតាមអ្នកជំងឺជាក់ស្ដែងអញ្ចឹងបើពុកម៉ែបងប្អូនដែលមានកតុយថ្លែនដូចគាត់បាទអាចតំណងយកទៅប្រើប្រាស់បានយើងមានឈុតល្អប្រើណាបាទរូបមន្តរបស់អរូបបាទយើងលក់ដាច់រយៈពេល10ឆ្នាំជាងហើយបាទអរគុណបាទ